បាទសូមគោរពនឹងជំរាបសួរទៅកាន់ពុកម៉ែបងប្អូនអរគ្នាហើយថ្ងៃនេះវិលមកជួបខ្ញុំបាទសាជាថ្មីម្ដងទៀតហើយបងប្អូនណាហើយថ្ងៃនេះដែរគឺខ្ញុំមានសាច់រឿងថ្មីមួយទៀតហើយដើម្បីយកមកចែកជូនទៅកាន់ពុកម៉ែបងប្អូនស្ដាប់កំសាន្តណាអញ្ចឹងសម្រាប់សាច់រឿងនៅក្នុងថ្ងៃនេះគឺខ្ញុំមានមួយសាច់រឿងដើម្បីយកមកចែកជូនទៅកាន់បងប្អូនណា តែសាច់រឿងរបស់យើងគឺពាក់ព័ន្ធទៅនឹងអ្នកមីងម្នាក់គឺគាត់នឹងគឺជាស្ត្រីមេម៉ាយក៏ប៉ុន្តែគាត់និយាយថាជាមនុស្សដែលល្មោបតណ្ហាបងប្អូនពួកគាត់អត់អានឹងអត់បានទេហើយបងប្អូនឆ្ងល់អានឹងអីគេបងប្អូនគួរកាត់ន័យយល់ខ្លួនឯងណាអញ្ចឹងអ្នកមីងម្នាក់នោះគឺគាត់មានវ័យអាយុប្រហែលជា35ឆ្នាំទេគាត់មានកូន2នាក់ ក៏ប៉ុន្តែប្តីរបស់គាត់ហ្នឹងគឺត្រូវបានក្បត់ឬក៏គាត់រត់ចោលហ្មងណាមិនដឹងថាមូលហេតុអីទេហើយអ្នកមីងម្នាក់ហ្នឹងគាត់ជាអ្នកដែលរស់នៅខាងខេត្តកំពង់ធំណាអញ្ចឹងគាត់ជាអាជីវករលក់ដូរនៅក្នុងផ្សារកំពង់ថ្មនឹងដែរហើយសម្រាប់សាច់រឿងនេះគឺខ្ញុំទទួលបានពីប្រិយមិត្តរបស់យើងដែលគាត់បានចែករំលែកមកដែរទេបងប្អូនហើយគាត់និយាយអំពីប្រវត្តិរបស់អ្នកមីងហ្នឹងណា ចឹងសាច់រឿងដែលខ្ញុំបានកត់ត្រានៅក្នុងសៀវភៅនេះគឺបងប្អូនប្រកាសជាឃើញហើយច្រើនមែនតើខ្ញុំនិយាយអត់អស់ទេចឹងគាត់និយាយអំពីអ្នកមីងហ្នឹងគឺរបៀបថាខ្ញុំមិននិយាយចំឈ្មោះគាត់ទេហើយអ្នកមីងហ្នឹងគឺខ្ញុំជាអ្នកដាក់ឈ្មោះឲ្យគាត់ក្រៅណាហៅថាអ្នកមីងសឿនចុះស្រួលស្ដាប់ណាអ្នកមីងសឿនគឺគាត់ជាមនុស្សដែលល្មោបកាមបានន័យថាគាត់អត់អាហ្នឹងគឺអត់បានទេចឹងប្តីរបស់គាត់ហ្នឹងគឺរត់ចោលគាត់ដោយសារតែប្តីគាត់ហ្នឹងផ្ដល់ឲ្យគាត់នឹងអត់គ្រប់គ្រាន់ហៅថាជាមនុស្សស្រីដែលល្មោបហ្មងណាតែវាគ្រាន់តែជាសាច់រឿងទេដូចជាខ្ញុំនិយាយមិញអញ្ចឹងបើសិនជាខ្ញុំនិយាយទៅបងប្អូនស្អីគាត់ទៅប៉ះពាល់ទៅដល់អារម្មណ៍គាត់ណាក៏សូមអធិស្ឋានទុកមុនដោយសារតែប្រិយមិត្តគាត់ចែកម្លែកមកដែរទេអញ្ចឹងគាត់ថាអ្នកមីងម្នាក់ហ្នឹងគាត់ស្គាល់លោកពូម្នាក់ដែលគាត់មានវ័យ50ឆ្នាំអញ្ចឹងគាត់ចាប់ផ្ដើមរៀបថាតាក់ទងគ្នាប៉ុន្តែកូនរបស់គាត់ហ្នឹងមិនឲ្យតាក់ទងជាមួយនឹងពូម្នាក់ហ្នឹងទេដោយសារតែអឺខ្លាចម្ដាយរបស់ខ្លួននេះធ្វើបាបពូហ្នឹងព្រោះដោយសារតែប្តីមុនហ្នឹងណាគឺអាចនិយាយមកថារបៀបថាគាត់ឲ្យអត់គ្រប់ហ្មងឲ្យអត់គ្រប់ចាប់ផ្ដើមរករឿងហ្មងពិបាកដែរបងប្អូនប្រុសគ្នាយើងឲ្យអត់គ្រប់ណាឲ្យមិនគ្រប់ទេពិបាកតិចបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមស្គាល់គ្នាបងប្អូនស្គាល់គ្នាលក្ខណៈថាពេលដែលពូម្នាក់ហ្នឹងគាត់មកទិញបន្លែផ្លែឈើកន្លែងអ្នកមីងហ្នឹងណាទិញហើយគាត់វាថាដូចជាមាននិស្ស័យមួយគ្នាហ្មងគាត់និយាយលេងជាមួយនឹងអ្នកមីងសឿនហ្នឹងសួរចុះសួរឡើងណាហើយសពថ្ងៃហ្នឹងនៅមានប្រពន្ធមានប្តីមានកូនទេនៅគាត់សួរណាអ្នកពូម្នាក់ហ្នឹងគាត់រៀងជាមនុស្សដែលច្បាស់លាស់ដែរហើយអ្នកមីងសឿនគាត់ថាសពថ្ងៃហ្នឹងគឺខ្ញុំអត់មានប្តីទេក៏ប៉ុន្តែខ្ញុំមានកូន2នាក់កូនរបស់គាត់ហ្នឹងគឺកូនស្រីនិងកូនប្រុសហើយថាមកគូហ្មងណាអញ្ចឹងគាត់ស្រឡាញ់កូនគាត់ណាអ្នកមានសឿនមិនដឹងថាអឺគាត់ហ្នឹងគឺមូលហេតុអីបានប្តីរបស់គាត់រត់ចោលមូលហេតុដូចខ្ញុំនិយាយដើមវីដេអូអញ្ចឹងគាត់ជាមនុស្សស្រីដែលល្មោបអត់បានអញ្ចឹងគាត់ចាប់ផ្ដើមតាក់ទងជាមួយនឹងលោកពូម្នាក់ហ្នឹងដែលអាយុ50ឆ្នាំជាងបងគាត់ប្រហែលជាជិត20ឆ្នាំដែរបងប្អូនអញ្ចឹងគាត់ស្រឡាញ់លោកពូម្នាក់ហ្នឹងណាយប់ឡើងគាត់តេខរកគ្នាហើយតេចុះតេឡើងបងប្អូនទៅពេលដែលគាត់ស្គាល់គ្នារយៈពេល1ខែហ្នឹងគឺមានអ្នកចិត្តខាងដែលគាត់និយាយពីប្រវត្តិអ្នកវិញសឿនហ្នឹងប្រាប់ទៅកាន់លោកពូនឹងដែរនៅពេលដែលលោកពូហ្នឹងគាត់ឮអញ្ចឹងគាត់អត់ជឿអ្នកចិត្តខាងថាបងស្រីហ្នឹងគាត់ជាមនុស្សស្រីដែលល្មមណាស់បើសិនជាបានគាត់ធ្វើជាប្រពន្ធណារៀងពិបាកពីធានាបន្តិចហើយព្រោះយប់ឡើងគឺអត់បានដេកទេចុះយប់ឡើងកន្លែងតែរវល់អីហ្នឹងបងប្អូនមានពេលណាមិនដឹងប្រមាណដងបងប្អូនពិបាកដែរអញ្ចឹងគាត់ចាប់ផ្ដើម
អ្នកភូមិគាត់និយាយពីប្រវត្តិអ្នកមីងហ្នឹងឲ្យប្រាប់ទៅកាន់ពូសឿពូម្នាក់ដែលគាត់អាយុ50ឆ្នាំជាងហ្នឹងគាត់អត់ជឿគាត់ទៅសួរថាខ្ញុំឮអ្នកចិត្តខាងនិយាយពីប្រវត្តិអូនឯងគាត់និយាយថាអូនព្រោះគាត់អាយុប្អូនទេតែកូនស្រីរបស់គាត់កូនប្រុស2នាក់ហ្នឹងកូនស្រីហ្នឹងគាត់ទៅរៀនអស់ហើយកូនស្រីកូនប្រុសគាត់ហ្នឹងទៅរៀនអស់ហើយអញ្ចឹងគាត់និយាយមកនិយាយធំហើយបងស្រីក៏គាត់អត់សូវលាក់ដែរគាត់ថាបើសិនជាទៅថ្ងៃមុខខ្ញុំបានយកពូឯងធ្វើជាប្តីមែនណាសូមពូឯងផ្ដល់ឲ្យខ្ញុំគ្រប់គ្រាន់មកហើយគាត់គាត់ទៅលឺអញ្ចឹងគាត់ជឿអ្នកភូមិហ្មងគាត់ថាអូប្រហែលជាអញ្ចឹងមែនចំពូហ្នឹងគាត់ជាមនុស្សដែរល្មមដូចអ្នកមីងហ្នឹងដែរវាថាវាស៊ីគ្នាហ្មងហៅថាដូចជាយើងនិយាយសួរស្ដាប់ហើយអ្នកផឹកដូចគ្នាអញ្ចឹងស៊ីគ្នាល្អអញ្ចឹងគាត់ចាប់ផ្ដើមនិយាយជាមួយនឹងអ្នកមីងហ្នឹងដោយសារតែគាត់ហ្នឹងមានអារម្មណ៍ថាគាត់ស្រឡាញ់អ្នកមីងហ្នឹងដែរព្រោះកូនគាត់របស់កូនគាត់ពីរមែនតែរូបសម្រស់របស់គាត់ទៅរៀងស្អាតដែរបងប្អូនវាជាតែអារម្មណ៍គាត់ដែរពេលដែលគាត់ទៅលេងហ្នឹងអ្នកមីងហ្នឹងគាត់ស្លៀកពាក់រៀងអាវរៀងវាលបងប្អូនវាលចេញអីតិចតិចចឹងវាថាតាក់ទាញបងប្អូនហៅថាវិជាស្រីពាក្យក្នុងសាសនាខ្មែររបស់យើងនិយាយថាមាតុក្រាមបានន័យថាជាមនុស្សស្រីបងប្អូនអានេះគឺមានសិក្សាពីពុទ្ធសាសនាខ្មែររបស់យើងគឺគេហៅថាមាតុក្រាមចំនួនមុនណាអញ្ចឹងគាត់ចាប់ផ្ដើមនិយាយសារសងគ្នាព្រោះកូនគាត់ទៅរៀនបាត់ហើយថ្ងៃហ្នឹងគឺម្ដាយរបស់គាត់អត់បានទៅលក់ដូរអីទេគាត់នៅផ្ទះណាហើយចំពូហ្នឹងគាត់មកលេងទៀតមកលេងយកទឹកក្តៅទឹកត្រជាក់យកឲ្យហូបអង្គុយលេងក្រោមផ្ទះគាត់2នាក់ស្ងាត់ហើយអ្នកភូមិគាត់មើលអូលួចមើលចេះលួចមើលចោះខ្លាចអ្នកទាំងពីរហ្នឹងគាត់ធ្វើអីអញ្ចឹងណាអញ្ចឹងគាត់ចាប់ផ្ដើមនិយាយមួយកូនស្រីរបស់អ្នកមីងហ្នឹងពូហ្នឹងពេលដែលគាត់មកពីរៀនវិញគាត់ជំរាបសួរពូអញ្ចឹងទៅខ្ញុំមកពីរៀនវិញហើយទាំងដែរកូនស្រីកូនប្រុសគាត់ដែរស្គាល់ពូហ្នឹងទេគាត់មិនដែលឃើញមុខណាហើយគាត់ក៏ឆ្ងល់គាត់សួរម៉ែគាត់ថាម៉ែពូហ្នឹងពីណាគេអូអ្នកចិត្តខាងយើងណាគាត់មកលេងហើយកូនឯងឆ្ងល់អីសួរអីទៀតអត់អីទេគ្រាន់កូនឆ្ងល់តាប៉ុន្តែឃើញពូនឹងមកលេងផ្ទះយើងមិនមកទៅមុខទៀតហើយចិត្តបានប៉ាថ្មីអញពងរកប៉ាយ៉ាងហ្នឹងចិត្តរកប៉ាយ៉ាងទៀតអញ្ចឹងគាត់ចាប់ផ្ដើមមានប្រស្រ័យហៅថាតំណាក់តំណងគ្នាស្អិតរមួតហើយថ្ងៃមួយហ្នឹងគឺគាត់បានណាត់ជួបគ្នាស្ងាត់តែ2នាក់ទេនៅចុងភូមិពូហ្នឹងគាត់ជិះម៉ូតូមកមកយកអ្នកមីងសឿនហ្នឹងដប់ទៅចុងភូមិមិនដឹងថាគាត់ទៅធ្វើស្អីទេនៅចុងភូមិហ្នឹងគួយនិយាយសារសងគ្នាដូចជាសងសារថ្មីអញ្ចឹងណាបងប្អូនមួយយ៉ាងរបស់គាត់ដែរអញ្ចឹងគាត់ចាប់ផ្ដើមនិយាយគ្នាហើយពូហ្នឹងគាត់ថាអូនឯងបើសិនជាអត់យល់ទាស់ទេយកបងធ្វើប្តីទៅហើយបងមើលទៅកូនស្រីកូនប្រុសអូនឯងហាក់បីដូចជាចង់បានប៉ាហើយអញ្ចឹងអូនឯងកុំគិតច្រើនពេកយកបងធ្វើប្តីហ្មងបងសពថ្ងៃបងមានមុខរបរស្រាប់អូនឯងបានបងទៅគឺអូនឯងមិនខកបំណងទេគាត់និយាយណងរបស់គាត់ដែរបងប្អូនពូនឹងហើយអ្នកមីងសឿនហ្នឹងគាត់ចាប់ផ្ដើមគិតគាត់ថាអត់អីចាំមើលខ្ញុំគិតមើលសិនមើលសួរចិត្តកូនរបស់ខ្ញុំសិនព្រោះខ្ញុំមិនចេះថាសម្រេចទៅតាមចិត្តខ្លួនឯងទេវាថាគាត់គ្រប់តាមការសម្រេចចិត្តរបស់កូនស្រីកូនប្រុសរបស់គាត់ដែរទេហើយដូចជាមានអ៊ុំម្នាក់ដែលគាត់នៅចិត្តផ្ទះអ្នកមីងហ្នឹងគាត់តែងតែវាថាអ៊ុំហ្នឹងក៏រៀងរោគចិត្តដែរចាស់ណាអាយុ70ជាងគាត់លួចមើលមីងសឿនហ្នឹងគាត់មុជទឹកគាត់ចងពងមុជទឹកលួចមើលតាមប្រឡោះប្រហោងអ៊ីនប៉ាន់ទូចទេគាត់មុជទឹកក្នុងបន្ទប់ទឹកតែអ៊ុំហ្នឹងគាត់លួចមើលនៅខាងក្រៅព្រោះផ្ទះជាប់គ្នាបងប្អូនវាពិបាកដែរអញ្ចឹងអ្វីដែលគាត់
បាននិយាយជាមួយគ្នាហ្នឹងគឺម្ដាយរបស់គាត់ហ្នឹងបានប្រាប់ទៅកាន់កូនរបស់គាត់គាត់ថាឥឡូវហ្នឹងគឺមានមនុស្សម្នាក់ដែលគាត់ហ្នឹងអាយុប្រហែលជា50ឆ្នាំជាងឥឡូវគាត់ចង់មានទំនាក់ទំនងមួយម៉ែនេះឥឡូវខ្លួនឯងព្រមអត់ចង់បានប៉ាថ្មីហ៎ហើយកូនប្រុសស្រីគាត់ក៏អត់មានជំទាស់អីដែរបងប្អូនគាត់ថាអត់អីទេស្រេចតែម៉ែឯងហ្នឹងម៉ែឯងចង់យកក៏យកទៅព្រោះខ្ញុំអត់មានប៉ាហាយដែរណាព្រោះប៉ាគាត់រត់ចោលបាត់ហើយគាត់លែងគ្នាណាអញ្ចឹងគាត់ចាប់ផ្ដើមបើកចំហគាត់ថាឲ្យអ្នកភូមិហ្នឹងចាស់ទុំឲ្យដឹងឮទៅវាថាសែនព្រេនសែនអីណានិយាយទៅគឺលក្ខណៈថាគាត់មិនការទេគាត់រៀបតិចតួចអញ្ចឹងដើម្បីរស់នៅមួយគ្នាណាអញ្ចឹងគាត់ចាប់ផ្ដើមរៀបចំហើយស្គាល់គ្នាទៅបានខែបងប្អូនរៀបចំអីហើយហ្នឹងចាប់ផ្ដើមចាប់ដៃគ្នារកស៊ីអញ្ចឹងរកស៊ីលក់ដូរធម្មតាអញ្ចឹងហើយយប់ឡើងហ្នឹងគឺរបៀបថាគាត់ដេកអត់លក់ទេព្រោះពូហ្នឹងគាត់ដេកអត់លក់ហ្មងចុះពេលដែលគាត់កំពុងដេកលក់រៀងលៀងកេះលៀងកេះមួយយប់នឹងកេះប្រមាណដងទេបងប្អូនអូយពិបាកមែនទែនអ្នកមីងហ្នឹងដូចជាខ្ញុំនិយាយដើមវីដេអូអញ្ចឹងគាត់ជាមនុស្សស្រីដែលល្មមមិនដឹងថារកពាក្យអីនិយាយអត់ចេញទេបងប្អូនគាត់វាថាមួយយប់ហ្នឹងគឺដឹងប្រមាណដងទេដោយប្តីរបស់គាត់ហ្នឹងសឹងថាទប់ទល់ចង់បានណាព្រោះគាត់ជាមនុស្សដែលចង់ឲ្យចឹងដែរបងប្អូនវាពិបាកដែរបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមស្រឡាញ់គ្នាបានគ្នាប្តីប្រពន្ធដំបូងហ្នឹងគឺស្អិតរមួតណាកូនគាត់ហ្នឹងដេកខាងក្រោមផ្ទះគាត់ដេកខាងលើព្រោះផ្ទះគាត់មាន2ជាន់ខាងក្រោមគឺចាក់សាបមានបន្ទប់មានអីសម្រាប់កូនរបស់គាត់ដេកណាហើយខាងលើហ្នឹងគាត់និយាយថាផ្ទះឈើធម្មតាតែវាយប្រទេសអានេះធំហើយគាត់ធ្វើបន្ទប់សម្រាប់ប្តីប្រពន្ធគាត់ដេកយប់ឡើងគាត់ចេះតែឆ្ងល់កូនគាត់គាត់ថាម៉ែយប់ឡើងម៉ែឯងធ្វើអីលើផ្ទះហ្នឹងលូក្ដុងក្ដាំងអូយប់ឡើងហ្នឹងវាកដោច្រើនពេកកូនម៉ែវាយកដោមួយឪឯងហ្នឹងហើយតែឆ្ងល់ម៉េះដេកទៅបើលឺអីមិនបាច់ចាំឆ្ងល់ទេអញវាយកដោទេវាយកដោវិញបងប្អូនវាឆាងរបស់គាត់ដែរអញ្ចឹងគាត់ចាប់ផ្ដើមសង្ស័យម្ដាយរបស់គាត់ដែរចុះធម្មតាកូនចេះតែចង់ដឹងយ៉ាងឮគឺទៅលបមើលម្ដាយគាត់ធ្វើអីជាមួយនឹងប៉ាថ្មីរបស់គាត់តែគាត់អត់សម្រេចចិត្តទេដោយសារតែគាត់ទាំងពីរនាក់ហ្នឹងគាត់ជាប្តីប្រពន្ធមួយគ្នាហ្នឹងធ្វើអីក៏ធ្វើទៅមានបញ្ហាអីមិនមែនសង្សារណាថាបើសង្សារហ្នឹងវាពិបាកដែរប្រុសប្រុសប្រកាន់ស្រីប្រកែកអញ្ចឹងទៅអាហ្នឹងវាពិបាកដែរបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមមានទំនាក់ទំនងស្អិតរមួតដោយសារតែគាត់ហ្នឹងគឺហៅថាជាមនុស្សដែលដូចគ្នាបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមនិយាយគ្នាអំពីការយកកូនគាត់យកកូនគឺដោយសារតែកុំឲ្យសេះណាគាត់យកគ្រប់4ហ្មងកូនគាត់ហ្នឹងគឺ2ហ្នឹងគឺអត់គ្រប់ទេបងប្អូនអត់គ្រប់ទេបងប្អូនមិនដឹងថាមូលហេតុអីគាត់សុកចិត្តយកថែម2ទៀតឲ្យគ្រប់4ហ្មងឲ្យវាថាស៊ីគូមួយគ្នាបងប្អូនអញ្ចឹងអ្នកទាំងពីរហ្នឹងគឺហាក់បីដូចជាស៊ីសង្វាក់គ្នាល្អគាត់ថាបើសិនជាឆ្នាំក្រោយអូនឯងបានកូន2នាក់ទៀតហិតតែល្អប្រយោគអត់បានន័យផងមកបងប្អូនគូគិតទេណាទុកបានបងប្អូនទាំងគេទាំងខ្ញុំពិបាកហើយរត់ចោលដូចគ្នាទេណាទៅធ្វើអញ្ចឹងរាល់ថ្ងៃងាប់ហើយអត់កើតទេបងប្អូនអញ្ចឹងបងប្អូនយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះហើយខ្ញុំគិតថាបើសិនជាបងប្អូនស្ដាប់ទៅរៀងខុសឆ្គងកន្លែងណាក៏សូមអធិស្ឋានម្ដងទៀតបងប្អូនណាបងតែស្ដាប់កំសាន្តទេណាបងប្អូនកំសាន្តអារម្មណ៍ទៅហើយបងប្អូនស្ដាប់រឿងអេដមីនច្រើនពេកណាបងប្អូនពិបាកទៅរកប្រពន្ធថ្មីរកសង្សារថ្មីទៀតឡូវកើតទេធ្វើអីធ្វើឲ្យត្រូវបងប្អូនកុំធ្វើខុសណាធ្វើទង្វើដែលសុចរិតកុំធ្វើទង្វើដែលទុច្ចរិតអសោះទង្វើណាដែលសង្គមស្អប់ខ្ពើមគឺកុំធ្វើបងប្អូនធ្វើតែរឿងត្រឹមត្រូវទៅហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាចាំថ្ងៃស្អែកចាំ
យកសាច់រឿងថ្មីទៀតហើយថ្ងៃនេះប្រហែលជាស្អកតិចហើយបងប្អូនពងកនេះដូចអត់ដំណើរការទេបងប្អូនអូខេយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាអរគុណនិងជម្រាបលា